កីឡាករហួងលីនរូឈ្នះកីឡាករបង្គោលក្រហមទុយដេវីតដោយពិន្ទុបាទអបអរសាទរកីឡាករបង្គោលខៀវបាទលីនវូដែលជាទទួលបានជំរាបសួរពុកម៉ែបងប្អូនដែលស្នេហាវិស័យបដាល់គុណខ្មែរហួងលីនវូដែលជាកីឡាករចិនដែលជាបេក្ខភាព X-Men Tournament បាទជាមួយនឹងពេជ្រសម្បត្តិបងប្អូនបាទតាមពិតគាត់ធ្លាប់មកប្រកួតគុណខ្មែរយើងដែរបងប្អូនបាទកាលពីថ្ងៃទី22ខែ11ឆ្នាំ2025កន្លងទៅគាត់ជួបជាមួយនឹងទូចដេវីតបាទដែលការប្រកួតរបស់គាត់គឺលក្ខណៈមិត្តភាពហើយគាត់បានយកឈ្នះទៅលើទូចដេវីតរបស់យើងបងប្អូនបាទកាលពីថ្ងៃទី22ខែ11ឆ្នាំ2025កន្លងទៅឥឡូវយើងទៅមើលរូបភាពយឺតនៅក្នុងទឹកទី1ទឹកទី3ទឹកទី2បន្តិចបងប្អូនថាហុងលីនវូនេះគាត់ល្អអីបានជាគាត់អាចយកឈ្នះទៅលើទូចដេវីតបានបងប្អូនបាទនេះរូបភាពយឺតនៅក្នុងទឹកទី1បងប្អូនបាទដៃលោកពីខាងលីនវូបាទយើងហៅលីនវូទៅបងប្អូនបាទស្រួលស្ដាប់បាទលីនវូល្អដៃបងប្អូនបាទដៃគាត់បដូរក៏ច្បាស់លឿនក៏លឿនបាទហើយនេះរូបភាពយឺតទៅក្នុងទឹកទី2បងប្អូនបាទមាត់ដៃរបស់ទូចដេវីតហើយក៏បត់កែងពីលីនវូវិញបងប្អូនបត់កែងពីលីនវូបងប្អូនបាទលូកឆ្វេងពីលីនវូល្អបាទកន្លែងនេះបងប្អូនចាំមើលណាភ្លក់ទៅទៀតហើយបាទនេះក្នុងរូបភាពយឺតនៅក្នុងទឹកទី2បងប្អូនឥឡូវចូលដល់ទឹកទី3លីនវូមកទៀតហើយបងប្អូនខាងស្ដាំឆ្វេងពីលីនវូកាប់ពីលីនវូមួយទៀតបាទអញ្ចឹងលីនវូបាទគឺបើយើងមើលទៅគាត់ល្អដៃបាទមានទាំងម៉ាត់បាទម៉ាត់ធ្ងន់ហើយលឿនបាទហើយការវាចេញរបស់គាត់គឺគាត់នៅរក្សាជំហរបែបមានកម្លាំងបាទគ្រាន់តែថាយើងមើលទៅឃើញគេថាបំលាស់ទីគាត់មិនដូចគុណខ្មែរយើងទេពីព្រោះគាត់ប្រកួតលក្ខណៈ kick boxing បងប្អូនតាមមើលប្រហែលជាគាត់ kick boxing ហ្នឹងបាទហើយក៏មានការតតដែរតតគឺគាត់តតល្អបាទនេះគ្រាន់តែរូបភាពយឺតទេបងប្អូនប៉ុន្តែជាក់ស្ដែងការប្រកួតរបស់គាត់3ទឹកគឺគាត់តតបានល្អហើយដៃក៏គាត់ធ្ងន់ដែរបងប្អូនបាទគាត់ធ្ងន់បាទហើយកែងក៏ល្អដែរបងប្អូនបាទអញ្ចឹងគាត់មានទាំងអស់ណាបងប្អូនគ្រាន់តែថាអ្វីដែលជាការគាត់សម្គាល់អ្វីដែលជាអាវុធបាទគេថាអាវុធល្អបំផុតនោះរបស់គាត់គឺដៃហ្នឹងហើយបងប្អូនបាទអញ្ចឹងទាត់ក៏បានបាទជង្គង់ក៏បានកែងក៏មានម៉ាត់រឹតតែល្អបាទលឿនហើយធ្ងន់ហើយច្បាស់ទៀតបងប្អូនបាទអ្វីតែការបំលាស់ទីរបស់គាត់មើលទៅថាមិនដូចគុណខ្មែរយើងទេបងប្អូនព្រោះគាត់លក្ខណៈ kick boxing អញ្ចឹងចាំមើលថានៅថ្ងៃទី23ខែ1 2026ខាងមុខនេះបាទលីនវូអាចចាប់ឆ្នោតប៉ះចំកីឡាកររូបណាអាចឡើងទៅដល់ជុំទីប្រមាណវគ្គទីប្រមាណបងប្អូនចាំតាមដានទាំងអស់គ្នាបងប្អូនបាទសូមអរគុណ